បាទសូមជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងបន្តសិក្សាអំពីកម្រងសំណួរដែលសម្រាប់ត្រៀមប្រឡងចូលក្រសួងស្ថាប័ននានាឬក៏សម្រាប់ប្រឡងចូលសាលាភូមិន្ទរដ្ឋបាលដែលជាការរៀបចំដោយក្រសួងមុខងារសាធារណៈចឹងកាលមុនយើងបានសិក្សារួចបង្ហើយពីសំណួរទី1រហូតដល់សំណួរទី40ចឹងយើងថ្ងៃនេះនឹងបន្តមកសិក្សាចាប់ពីសំណួរទី41តទៅទៀតសំណួរទី41គេបានសួរថាតើការបដិឆេទឡើងថ្នាក់របស់មន្ត្រីរាជការដែលធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទីប្រមាណចឹងចម្លើយក13ធ្នូខ13មិនិនាក13មេសាចំណែកខ13សភាបាទសម្រាប់ចម្លើយដែលត្រឹមត្រូវគឺថ្ងៃទី13មេសាចម្លើយកនេះសំណួរទី42តើសមាជិកអចិន្ត្រៃយ៍អង្គការសហប្រជាជាតិមានចំនួនប្រមាណប្រទេសក5ខ7ក10និងខ15ប្រទេសចម្លើយដែលត្រឹមត្រូវគឺចម្លើយក5ប្រទេសឥឡូវយើងដល់សំណួរទី43សំណួរទី43ក៏បានសួរថាតើបើនិយាយអំពីវិស័យមុខងារសាធារណៈគេត្រូវនិយាយអំពីអ្វីកច្បាប់លិខិតបណ្ឌដ្ឋានគតិយុត្តពាក់ព័ន្ធទៅនឹងការគ្រប់គ្រងមន្ត្រីស៊ីវិលខរចនាសម្ព័ន្ធគ្រប់គ្រងក្រសួងស្ថាប័នឬអង្គភាពនានាកមន្ត្រីរាជការស៊ីវិលនិងចម្លើយខគឺចម្លើយខាងលើទាំងអស់ត្រឹមត្រូវបាទចម្លើយដែលត្រឹមត្រូវសម្រាប់សំណួរនេះគឺចម្លើយខចម្លើយខាងលើត្រូវទាំងអស់បាទអញ្ចឹងយើងសិក្សាត្រឹមសំណួរទី43សិនសម្រាប់សំណួរបន្ទាប់យើងនឹងសិក្សានៅវីដេអូក្រោយដែលយើងនឹងសិក្សាពីសំណួរទី44តទៅទៀតបាទអញ្ចឹងសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតសូមអរគុណសូមជម្រាបលា